តាំងពីតូចមកខ្ញុំតែងតែមើលម៉ែជាគំរូទោះបីជាគាត់មានបន្ទុកដ៏ធំគាត់តស៊ូអត់ធន់និងរឹងមាំដើម្បីចិញ្ចឹមនិងមើលថែកូនៗឲ្យបានល្អគ្រប់យ៉ាងដែលខ្ញុំមានសប្តាហ៍ថ្ងៃនេះគឺសុទ្ធតែមានម៉ែជាចំណែកដ៏សំខាន់គាត់ជាអ្នកផ្ដល់យោបល់ជាដៃគូពិភាក្សាជាអ្នកបង្ហាត់បង្រៀនឲ្យខ្ញុំចេះតស៊ូមិនបោះបង់និងត្រូវដើរទៅមុខយ៉ាងរឹងមាំទោះថានៅក្នុងកលៈទេសៈបែបណាក៏ដោយក្នុងនាមជាម្ដាយផងជាម្ចាស់អាជីវកម្មផងម៉ែបានជួយកសាងផ្លូវដើរសម្រាប់កូននិងមនុស្សជុំវិញខ្លួនដូច្នេះខ្ញុំនឹងបន្តកសាងពង្រឹងនិងពង្រីកអាជីវកម្មមួយនេះឲ្យកាន់តែរឹងមាំសម្រាប់កូនចៅជំនាន់ក្រោយមានមនុស្សជាច្រើនតែងតែនិយាយថាមនុស្សស្រីមួយមិនជ្រៅទៅមិនឆ្ងាយពាក្យទាំងអស់នេះមិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេឬធ្វើឲ្យខ្ញុំរុញរាមិនអាចបន្តដំណើរទៅមុខទៀតទេព្រោះដោយសារតែខ្ញុំមានកម្លាំងចិត្តដ៏ធំមួយនៅពីក្រោយចាំជំរុញលើកទឹកចិត្តរីករាយទិវាគុណម្ដាយខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដឹងថាអ្នកម្ដាយគ្រប់រូបគឺរឹងមាំប្រៀបបានដូចជាសសរបង្គោលមួយដើមជាប់ធន់ជានិរន្តរ៍